ជម្រាបសួរអស់លោកអ្នកនាងមានស្ដាប់វិទ្យុខ្មែរពិភពលោកជាទីគោរពរាប់អានសៀវភៅរឿងសុបិននឹងការពិតរបស់លោកវ៉ាន់ឌីកអ៊ុនភាគទី2កាលពីថ្ងៃមុនខ្ញុំអានដល់ត្រង់នេះបាទនិយាយជាសរុបទៅគឺអន់ជាងស្ថានភាពសេដ្ឋកិច្ចរបស់ពួកខ្មែរក្រហមទៅទៀតដោយសារគេកាន់កាប់តំបន់ប៉ៃលិនដែលសម្បូរទៅដោយត្បូងពួកខ្មែរក្រហមមានប្រាក់រក្សាទុកដល់ទៅ$100 លានហើយបន្ថែមពីនោះគេរកប្រាក់បានក្នុងមួយខែយ៉ាងតិចណាស់ក៏$5 លានដែរហើយរបបហេងសំរិនប្រាក់ចំណូលបានមកពីការនាំចេញក្នុងមួយឆ្នាំគឺត្រឹមតែ$50 លានប៉ុណ្ណោះនៅក្នុងនោះប្រាក់បំណុលស្ថិតនៅក្នុងកម្រិត 40% ប៉ុន្តែការផ្ដោះប្ដូរដោយសេរីមិនមែននាំមកតែកត្តាអវិជ្ជមានប៉ុណ្ណោះទេទន្ទឹមនឹងស្ថានភាពនេះគេក៏សង្កេតឃើញផងដែរថាសហគ្រាសផលិតកម្មឯកជនបានកើនចំនួនហើយតាមរយៈនោះប្រទេសកម្ពុជាក៏ចាប់ផ្ដើមរីកចម្រើនទៅតាមនោះដែរហើយតទៅនេះគឺជាវគ្គស្ដីពីផែនការក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងរួមនៃគូភាគីខ្មែររបស់គណៈអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ Le plan cadre des accords politiques globaux conçu par les 5 permanents du Conseil de sécurité de l'ONU នេះអង្គប្រជុំថ្ងៃ27-28 សីហាឆ្នាំ1990នៅទីក្រុងញូវយ៉កពលគឺអង្គប្រជុំលើកទី6ប្រទេសមហាអំណាចទាំង5បានបង្កើតផែនការមួយគឺក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងនយោបាយរួមមួយនៃអធិការខ្មែរផែនការនេះដែលបែកចែងជា5ជំពូកលើកឡើងអំពីបញ្ហាសំខាន់ចាំបាច់សម្រាប់ឈានឲ្យបានដល់ដំណោះស្រាយនយោបាយ1ការស្រោះស្រួលគ្នាមួយនៅក្នុងរយៈកាលឆ្លងកាត់ស្ដីពីរដ្ឋបាលនៃប្រទេសកម្ពុជានៅពេលមុនការបោះឆ្នោត2ការស្រោះស្រួលគ្នាផ្នែកយោធានៅក្នុងរយៈកាលឆ្លងកាត់3ការបោះឆ្នោតក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិ4ការការពារសិទ្ធិ5ការធានាអន្តរជាតិចំណុចសំខាន់ជាងគេដែលមានចែងនៅជំពូកទី1គឺការផ្ដល់អំណាចជាបណ្ដោះអាសន្នរបស់ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ទៅឲ្យអាជ្ញាធរបណ្ដោះអាសន្ននៃអង្គការសហប្រជាជាតិដែលគេហៅថា APRONUC Autorité Provisoire de l'ONU au Cambodge នៅក្នុងផែនការក្របខ័ណ្ឌនៃការស្រោះស្រួលគ្នានោះដែលមានទាំងអស់36មាត្រាគេសង្កេតឃើញមានចំណុចមួយដែរគឺថាក្រុមប្រឹក្សាជាតិជាន់ខ្ពស់ត្រូវផ្ដល់យោបល់របស់ខ្លួនទៅឲ្យ APRONUC ហើយ APRONUC នឹងសម្របតាមនៅក្នុងករណីដែលមានការយល់ព្រមពីក្រុមប្រឹក្សាជាតិទាំងមូលពលគឺសមាជិកទាំង4នៃក្រុមប្រឹក្សាជាតិហើយនៅក្នុងករណីដែលការផ្ដល់យោបល់ស្របទៅនឹងទិសដៅនៃការដោះស្រាយរួមចំណុចសំខាន់មួយទៀតនៃក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងគឺត្រូវរៀបចំយ៉ាងណាបង្កើតនៅលក្ខណៈនយោបាយអព្យាក្រឹតមួយឲ្យបានសម្រាប់ការបោះឆ្នោតដូច្នេះអង្គការនានាដែលអាចធ្វើការគៀបសង្កត់ទៅលើដំណើរការបោះឆ្នោតត្រូវស្ថិតនៅក្រោមអំណាចរបស់អង្គការសហប្រជាជាតិទាំងអស់នៅក្នុងន័យនេះក្រសួងការបរទេសក្រសួងការពារជាតិហិរញ្ញវត្ថុសន្តិសុខសាធារណៈនិងក្រសួងព័ត៌មានត្រូវស្ថិតនៅក្រោមអាជ្ញាធរអង្គការសហប្រជាជាតិជាកំហិតដូចឃើញថាបើយោងទៅតាមផែនការនេះរបបរដ្ឋកម្ពុជាពលគឺរបបហេងសំរិនពុំអាចធ្វើអ្វីបានទេហើយបាត់បង់នៅទីតាំងដើមនិងការទាមទាររបស់គេសឹងតែទាំងអស់ផែនការក្របខ័ណ្ឌនេះទទួលស្គាល់ជាផ្លូវការនៅរបបនយោបាយរបស់ខ្មែរក្រហមទោះបីគេមានសមាជិកតែ2រូបនៅក្នុងក្រុមប្រឹក្សាជាតិក្តីក្រុមប្រឹក្សាជាតិដែលមានសមាជិកទាំងអស់12រូបទន្ទឹមនោះរបបហេងសំរិនត្រូវបាត់សិទ្ធិគ្រប់គ្រងទឹកដីប្រមាណ 90% និងប្រជាជនផងទៀត
របបហេងសំរិននៅពេលនោះគ្មានលេសអ្វីទៀតក្រៅពីយកពាក្យអធិបតេយ្យមកសំអាងទេទោះបីការកកើតឡើងនៃរបបរបស់គេបានចាប់ផ្ដើមពីការបាត់អធិបតេយ្យនេះក្តីហើយដូច្នេះពុំអាចយកទៅប្រៀបធៀបនឹងករណីនៃប្រទេសណាមីប៊ីបានឡើយចំពោះទី2ផែនការក្របខ័ណ្ឌទាក់ទងនឹងការស្រោះស្រួលគ្នាផ្នែកយោធាយោងទៅតាមផែនការនោះអង្គការអាប្រណុចឬអាជ្ញាធរបណ្ដោះអាសន្ននៃអង្គការសហប្រជាជាតិនៅកម្ពុជាមានបេសកកម្មមួយចំនួនដូចតទៅ1ត្រួតពិនិត្យការឈប់បាញ់គ្នា2ពិនិត្យការដកកងទ័ពវៀតណាមនិងបញ្ឈប់រិលជំនួយយោធាមកពីខាងក្រៅ3ការរាវរកនិងការដកហូតកន្លែងដាក់អាវុធផ្សេងៗរបស់គូភាគីខ្មែរនីមួយៗហើយទន្ទឹមនោះបង្ហាត់វឹកវើជនជាតិខ្មែរឲ្យចេះដកមីនបេសកកម្មដ៏ពិបាកមួយទៀតគឺការដកហូតអាវុធពីកងទ័ពរបស់ភាគីខ្មែរនីមួយៗនេះជាការងារមួយដ៏ស្មុគស្មាញចំពោះរបបហេងសំរិនគ្មានការពិបាកទេប៉ុន្តែចំពោះកម្លាំងតស៊ូជាពិសេសចំពោះពួកខ្មែរក្រហមបញ្ហាចោទឡើងសឹងតែដោះមិនរួចព្រោះថាពួកនេះបង្កប់កម្លាំងរបស់គេនៅសឹងតែគ្រប់ទីកន្លែងគឺប្រមាណ 2/3 នៃទឹកដីខ្មែរជាពិសេសនៅក្នុងព្រៃដូចជាព្រៃភ្នំក្រវាញជាដើមដូច្នេះការប្រមូលកងទ័ពខ្មែរក្រហមទាំងអស់យកមកដាក់មួយកន្លែងជាការមួយដែលពុំអាចធ្វើទៅបានឡើយរបបហេងសំរិនបានយកសភាពការនេះធ្វើជាលេសតែម្ដងដោយអះអាងថាខ្មែរក្រហមមានលទ្ធភាពគ្រប់គ្រាន់ដើម្បីដណ្ដើមយកអំណាចជំពូកទី3នៃផែនការក្របខ័ណ្ឌលើកឡើងអំពីការបោះឆ្នោតក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិចំណុចសំខាន់ដែលគេអាចដកចេញពីចំណុចទី3នេះគឺថាអនាគតរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាត្រូវផ្អែកទៅលើលទ្ធផលនៃការបោះឆ្នោតគឺមិនមែនទៅលើការចរចារវាងគូភាគីខ្មែរទេនៅចំពោះមុខផែនការក្របខ័ណ្ឌនេះរបបហេងសំរិនខិតខំធ្វើយ៉ាងណាដើម្បីអាចមានវត្តមានរបស់ពួកគេបន្តទៅទៀតនៅក្នុងការបោះឆ្នោតសេរីនេះតែប៉ុណ្ណោះស្ដីពីទីតាំងរបស់គូភាគីខ្មែរទាំង4នៅចំពោះមុខផែនការក្របខ័ណ្ឌរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ Les quatre factions rivales cambodgiennes face au plan cadre des accords proposés par les 5 grands du Conseil de sécurité de l'ONU ក្រៅពីការតម្រូវឲ្យដកហូតអាវុធពីគូភាគីខ្មែរផ្សេងៗនៃការបញ្ឈប់រាល់ជំនួយយោធាមកពីខាងក្រៅចំពោះទី3នៃផែនការកំណត់បែបបាត់ទូទៅនៃការបោះឆ្នោតប្រជាធិបតេយ្យដោយមានការទំនុកបម្រុងពីអង្គការសហប្រជាជាតិចំណុចដែលពិបាកបំផុតគឺការកំណត់ចរិតលក្ខណៈអំពីសញ្ជាតិនៃពលរដ្ឋខ្មែរព្រោះធ្វើយ៉ាងណាកុំឲ្យជនជាតិវៀតណាមដែលស្ថិតនៅលើទឹកដីខ្មែរអាចចូលរួមក្នុងការបោះឆ្នោតបញ្ហាសំខាន់បំផុតនៅក្នុងស្មារតីនៃផែនការនោះគឺការបង្កើតសភាធម្មនុញ្ញដើម្បីតាក់តែងរដ្ឋធម្មនុញ្ញមួយដែលឈរនៅលើលទ្ធផលនៃការបោះឆ្នោតជាសេរីនិងជាទូទៅគឺមិនមែនឈរនៅលើការចរចាណាមួយរវាងគូភាគីខ្មែរនោះទេគោលការណ៍នេះបានធ្វើឲ្យភាគីខ្មែរនៃរដ្ឋកម្ពុជាពោលគឺរបបហេងសំរិនមានការព្រួយបារម្ភយ៉ាងខ្លាំងដោយភាគីខ្មែរក្រហមដែលមានចិនគាំទ្រដូច្នោះដែរប៉ុន្តែភាគីចុងក្រោយនេះដែលបានត្រូវរបបហេងសំរិនថ្កោលទោសពីបទប្រឡាយពូជសាសន៍ពុំបានត្រូវផែនការក្របខ័ណ្ឌនោះបញ្ជាក់ឲ្យបានច្បាស់អំពីបញ្ហានេះទេជាហេតុធ្វើឲ្យរបបហេងសំរិនមិនយល់ស្របព្រោះគេចង់ឲ្យរបបនេះបាត់អត្ថិភាពរបស់គេតែម្ដងជាពិសេសអ្នកដឹកនាំធំៗនៃរបបនេះនៅក្នុងចម្ពោះស្ដីពីសិទ្ធិមនុស្សផែនការក្របខ័ណ្ឌគ្រាន់តែចែងដូច្នេះថាត្រូវចាត់វិធានការចាំបាច់សម្រាប់ធានាការគោរពសិទ្ធិមនុស្សមិនឲ្យនយោបាយនិងរបៀបរបបបែបផែនដែលមាននៅអតីតកាលវិលមកវិញបានប៉ុណ្ណោះចំណុចសំខាន់មួយទៀតដែលមានចែងនៅចម្ពោះចុងក្រោយបង្អស់គឺការតម្រូវឲ្យប្រទេសកម្ពុជាថ្មីរក្សានិងការពារឲ្យបាននូវឯករាជ្យអធិបតេយ្យនិងបូរណភាពដែនដីនៅឯកភាពជាតិនិងអព្យាក្រឹតភាពជានិច្ចនិរន្តរ៍របស់ខ្លួនចំណុចទាំងឡាយនេះ
ចាំបាច់ត្រូវមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជានៅក្នុងន័យនេះប្រទេសទាំងដែលបានចូលរួមក្នុងសន្និសីទអន្តរជាតិទីក្រុងប៉ារីត្រូវចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងមួយដើម្បីទទួលស្គាល់គោលការណ៍ទាំងឡាយនេះតាមរយៈមាត្រា1ក្នុងចំណោមមាត្រាឯទៀតស្ដីពីអព្យាក្រឹតភាពប្រទេសកម្ពុជាត្រូវលុបចោលទាំងអស់នៅសន្ធិសញ្ញានិងកិច្ចព្រមព្រៀងទាំងឡាយដែលប៉ះពាល់ដល់គោលការណ៍នេះចំពោះអត្ថន័យនិងអត្ថបទជាក់ស្ដែងដែលបានត្រូវលើកឡើងនៅក្នុងផែនការក្របខ័ណ្ឌនេះស្ដីពីអព្យាក្រឹតភាពរបបហេងសំរិនមានការស្ទាក់ស្ទើរច្រើនដូច្នេះគេបានរកលេសជាច្រើនដើម្បីទាមទារឲ្យមានការកែលម្អថែមទៀតដោយអះអាងថាផែនការនេះគ្រាន់តែជាឯកសារជាមូលដ្ឋានប៉ុណ្ណោះប៉ុន្តែខាងអ្នកតស៊ូដេញកងទ័ពវៀតណាមឯនោះវិញគេមានការពេញចិត្តទាំងអស់ទោះជាយ៉ាងណាក្តីនៅក្នុងអង្គប្រជុំមួយនាថ្ងៃ9និងថ្ងៃ10កញ្ញានៅទីក្រុងយ៉ាកាតាប្រទេសឥណ្ឌូនេស៊ីអ្នកតំណាងគូភាគីខ្មែរទាំង4ក៏បានសុខចិត្តទទួលយកឯកសារក្របខ័ណ្ឌដែលប្រទេសមហាអំណាចទាំង5នៃក្រុមប្រឹក្សាសន្តិសុខបានស្នើឡើងនោះដែរចំពោះចំណុចមិនចុះសម្រុងគ្នាគេនឹងយកទៅចរចានៅពេលក្រោយទៀតនៅក្នុងអង្គប្រជុំនោះសំណើធំ2បានត្រូវគូភាគីទាំងអស់សុខចិត្តទទួលយកគឺការបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់ដែលមានសមាជិកទាំងអស់ចំនួន12រូបគឺខាងរបបហេងសំរិន6រូបហើយ2រូបសម្រាប់គណៈបកនីមួយៗនៃចលនាតស៊ូតាមរយៈការស្រោះស្រួលគ្នាត្រង់ចំណុចនេះគេអាចនិយាយបានថារបបប៉ុលពតបានធ្វើសម្បទានមួយដ៏ធំប៉ុន្តែដោយសម្ដេចនរោត្តមសីហនុបានស្នើឡើងនៅចំណុចមួយទៀតសូមឲ្យក្រុមប្រឹក្សាជាតិជាន់ខ្ពស់មានអំណាចតែងតាំងសមាជិកទី13ការចរចាក៏រាំងស្ទះអស់រយៈពេល6ខែគឺតាំងពីអង្គប្រជុំនាថ្ងៃ17កញ្ញានៅទីក្រុងបាងកកមករបបហេងសំរិនយល់ឃើញដូច្នេះថាបើតែងតាំងសម្ដេចនរោត្តមសីហនុនៅក្នុងគណៈប្រធានក្រុមប្រឹក្សាចលនាតស៊ូអាចនឹងមានប្រៀបដើម្បីសម្រួលសំណើនេះសម្ដេចនរោត្តមសីហនុក៏ស្នើសុំឲ្យមានសមាជិកទាំងអស់14រូបតែម្ដងហើយតែងតាំងលោកហ៊ុនសែនជាអនុប្រធានក្រុមប្រឹក្សាប៉ុន្តែសំណើនេះបានត្រូវប៉ុលពតនិងសឿនសានប្រធានគណៈសេជាតិរំដោះពលរដ្ឋខ្មែរដែលជាអ្នកប្រជាធិបតេយ្យកណ្ដាលនិយមប៉ុន្តែដែលមាននិន្នាការទៅរកសម្ដេចនរោត្តមសីហនុច្រើនចោលទៅវិញអរលោកអ្នកនាងមានស្ដាប់ជាទីគោរពរាប់អានខ្ញុំសូមស្លេះអំណានសភៅរឿងសុបិននឹងការពិតភាគទី2របស់លោកវ៉ាន់ឌីកអ៊ុនតែត្រឹមនេះសិនចាំថ្ងៃក្រោយខ្ញុំនឹងលើកយកវគ្គស្ដីពីការមិនយល់ព្រមរបស់របបរដ្ឋកម្ពុជាអំពីផែនការក្របខ័ណ្ឌរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមកអានជូនស្ដាប់សម្រាប់ថ្ងៃនេះខ្ញុំបាទសាមជីវិតសូមអរគុណលោកនាងដែលតាមស្ដាប់និងជម្រាបលាបាទ